ក្រសួងធនធានទឹកជូនដំណឹងពីស្ថានភាពជុះទី27ឈ្មោះកោតូចាប់ពីថ្ងៃទី27ខែវិច្ឆិកាដល់ថ្ងៃទី5ខែធ្នូខេត្តមួយចំនួនអាចមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់បក់ខ្លាំងរាជធានីភ្នំពេញក្រសួងធនធានទឹកនិងអូតុនិយមបានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពជុះទី27ឈ្មោះកោតូដែលនឹងមានឥទ្ធិពលមកលើប្រទេសកម្ពុជាក្រសួងបញ្ជាក់ថាសម្ពាធទាបដែលកើតឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចនិងសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី27ឈ្មោះកោតូហើយមានឥទ្ធិពលលើរបបខ្យល់មូសុងអេសានខ្លាំងដែលបក់លើអាងទន្លេមេគង្គសមុទ្រកម្ពុជាសមុទ្រអានដាមែននិងលើព្រះរាជាណាចក្រកម្ពុជាព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅក្បែរគន្លងផ្លូវដើររបស់ព្យុះនេះទទួលរងឥទ្ធិពលកម្រិត 30% នៅចន្លោះរវាងចាប់ពីថ្ងៃទី26ដល់ទី30ខែវិច្ឆិកាស្ថានភាពបែបនេះនឹងធ្វើឲ្យធាតុអាកាសចាប់ពីថ្ងៃទី27ខែវិច្ឆិការហូតដល់ថ្ងៃទី5ខែធ្នូឆ្នាំ2025ទី1តំបន់វាលទំនាបខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងសៀមរាបកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងកណ្ដាលតាកែវស្វាយរៀងនិងរាជធានីភ្នំពេញអាចមានភ្លៀងធ្លាក់និងខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 15% ទី2តំបន់ខ្ពង់រាបខេត្តកំពង់ស្ពឺប៉ៃលិនឧត្តរមានជ័យព្រះវិហារក្រចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរីជួរភ្នំដងរែកនិងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់និងខ្យល់បក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 20% ទី3តំបន់មាត់សមុទ្រខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោបរិមាណទឹកភ្លៀងនឹងអាចកើនឡើងក្នុងកម្រិតមធ្យមនិងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 10% រលកសមុទ្របោកបក់ខ្លាំងដែលមានកម្ពស់មធ្យមអបបរមា 0.50 ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា 2.50 ម៉ែត្រយោងលើការព្យាករណ៍ដោយបានជម្រាបជូនខាងលើសូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ជាពិសេសបងប្អូនដែលធ្វើដំណើរតាមផ្លូវគោកនិងផ្លូវទឹកពិសេសបងប្អូនអ្នកនេសាទតាមសមុទ្រក្រសួងធនធានទឹកនិងអូតុនិយមនឹងបន្តធ្វើការតាមដាននិងវិភាគអំពីស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួល